ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះឆាមីកន្តាំងពីប្រទេសអាឡម៉ង់មីកន្តាំងអមេរិកជនចាញ៉ាំជាមួយខ្ញុំទាំងអស់គ្នានៅប្រទេសអាឡម៉ង់នេះពិបាករកខាត់ណារកអីណាខាត់ណាចិនក៏ពិបាករកដែរនេះគឺជាគល់ប្រូកូលីកាត់គល់វាមកចិតសម្បកឲ្យស្អាតហាន់វាជាប្រទេសស្ដើងដូចជាខាត់ណាអញ្ចឹងរសជាតិគឺដូចគ្នាតែម្ដងសម្រាប់សាច់ខ្ញុំមានសាច់ steak សាច់ជ្រូកដែលសម្រាប់គេធ្វើ steak សាច់នឹងផុយល្អតោះមកយើងស្រុះសរសៃគុយទាវសរសៃធំអត់មានអាគុយទាវគេធ្វើឲ្យទេយើងធ្វើស្រុះវាហើយនឹងស្រុះបន្លែជាមួយគ្នាតែម្ដងចឹងបន្លែយើងមិនបាច់ស្រុះឲ្យវាឆ្អិនពេកទេតោះមកយើងចៀនពងកូរពងនឹងឲ្យវឹកទៅចាំយើងដាក់សរសៃគុយទាវយើងចូលទៅហើយនឹងថែមគ្រឿងទេសតិចតួចកុំឲ្យវាសាបឆឹងពេកចឹងណាហើយវាមានជាតិខ្លះៗតែកុំឲ្យវាប្រៃគឺកូរវាជាមួយពងឲ្យថែមគ្រឿងតិចទៅបន្ទាប់មកយើងដួសវាដាក់ចានទុកម្ល៉េះសិនដើម្បីយើងយកទៅឆាសាច់ជ្រូកហើយនឹងធ្វើទឹកសសចាខ្ទះដដែលចាក់ប្រេងឆាតិចទៅយើងដាក់សាច់ជ្រូកចូលហើយយើងដាក់គ្រឿងទេសយើងចូលមានដូចជាទឹកស៊ីអ៊ីវខ្មៅប្រេងខ្យងទឹកស៊ីអ៊ីវធម្មតាទឹកស៊ីអ៊ីវផ្អែមទឹកប៉េងប៉ោះហើយនឹងមានម្ទេសឆាតិចដាក់ចូលក្នុងហ្នឹងហើយមានថែមស្ករសហើយនឹងមកចាប់ដាក់អំបិលមកចាប់បន្តិចចឹងแล้วก็មកភ្លាវតោះមកខ្ញុំដាក់គល់ប្រូកូលីយើងចូលឆាវាមកល្មមទៅហើយយើងចាប់ផ្ដើមលាយទឹកធម្មតារបស់យើងហ្នឹងអត់ទឹកក្តៅទេយើងលាយជាមួយនឹងម្សៅដំឡូងតិចទៅដើម្បីកូរវាឲ្យរលាយហើយយើងចាក់ចូលខ្ទះដើម្បីឲ្យទឹកឆារបស់យើងហ្នឹងវាមិនរាវពេកហើយក៏មិនខាប់ពេកវាល្មមដើម្បីយើងស្រោចទៅលើសរសៃគុយទាវយើងអញ្ចឹងយើងចាំវាមកពុះទៅយើងកូរវាផងកុំឲ្យវាកកដោយសារតែម្សៅដំឡូងហ្នឹងសម្រាប់ការលាយទឹកម្សៅដំឡូងហ្នឹងយើងមើលទឹកមកល្មមដើម្បីយើងអាចញ៉ាំគ្រប់ជាមួយនឹងសរសៃគុយទាវឆារបស់យើងអញ្ចឹងណាចារួចរាល់ហើយភ្លក់មើលទៅចង់បានអីដាក់ម្ទេសថែមដាក់ទឹកម្ទេសថែមគឺដាក់តាមចំណូលចិត្តអញ្ចឹងណាហើយយើងច្បល់វាឲ្យវាចូលជាតិនេះទៅគឺញ៉ាំបានហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូ